ប្រព័ន្ធធារាសាស្ត្រ9កន្លែងត្រូវបានរៀបចំនិងកែលម្អឲ្យប្រសើរឡើងអាដាមភូមិចិន្តាអនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងអូតូនិយមនិងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មបានដឹកនាំក្រុមការងារអន្តរក្រសួងដោយមានតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុមន្ត្រីធនធានទឹកអូតូនិយមខេត្តព្រៃវែងបានចុះពិនិត្យវាយតម្លៃការងារថែទាំប្រព័ន្ធធារាសាស្ត្រឆ្នាំ2026ចំនួន9កន្លែង1ប្រព័ន្ធធារាសាស្ត្រស្ដារនៅក្នុងសង្កាត់តាកោក្រុងព្រៃវែងមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវប្រាំងប្រមាណ 1,800 ហិកតានិងស្រូវវស្សា 2,700 ហិកតា 2. ប្រព័ន្ធធារាសាស្ត្រកញ្ចំស្ថិតក្នុងឃុំកញ្ចំស្រុកពីរាំងប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពដីវស្សាចំនួន 1,800 ហិកតាស្រូវប្រាំង 460 ហិកតា 3. ប្រព័ន្ធធារាសាស្ត្រស្ទឹងក្តារស្ថិតនៅឃុំក្រញូងស្រុកកំចាយមាសប្រព័ន្ធនេះស្រោចស្រពផ្ទៃដីវស្សា 1,900 ហិកតា 4. ប្រព័ន្ធធារាសាស្ត្រតាម៉ាស់ស្ថិតនៅឃុំកបៅស្រុកកំចាយមាសប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន 1,550 ហិកតា 5. ប្រព័ន្ធធារាសាស្ត្រចាស្ថិតនៅក្នុងឃុំជាចស្រុកកំចាយមាសប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន 2,340 ហិកតា 6. ប្រព័ន្ធធារាសាស្ត្រស្ទឹងជោស្ថិតនៅក្នុងឃុំក្រញូងស្រុកកំចាយមាសប្រព័ន្ធនេះស្រោចស្រពផ្ទៃដីវស្សា 2,000 ហិកតា 7. ប្រព័ន្ធធារាសាស្ត្រប្រមូលដុំស្ថិតក្នុងឃុំបោកខាងជើងស្រុកកំចាយមាសប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន 750 ហិកតាស្រូវប្រាំង 130 ហិកតា 8. ប្រព័ន្ធធារាសាស្ត្រប្រឡាយផ្សេស្ថិតក្នុងឃុំធាយស្រុកបាភ្នំប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវប្រាំងចំនួន 834 ហិកតាស្រូវវស្សា 2,780 ហិកតា 9. ប្រព័ន្ធធារាសាស្ត្របូព៌ាស្ថិតនៅក្នុងឃុំលវាស្រុកព្រះស្ដេចមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវប្រាំងចំនួន 1,870 ហិកតានិងស្រូវវស្សា 1,440 ហិកតាហើយឥឡូវនេះកំពុងតែគៀងគរពិនិត្យមើលស្ថានភាពជាក់ស្ដែងបន្តទៀតដើម្បីជំរុញធ្វើយ៉ាងណាឲ្យមានទឹកប្រើប្រាស់នៅរដូវប្រាំងនិងរដូវវស្សាជូនបងប្អូនប្រជាកសិករពីខ្ញុំឆាប់រឿង LTNG News Private